ល្អដឹកនាំដោយក្រសួងកិច្ចការនារីសម្រាប់សម្រួលដោយអង្គការសន្តិភាពនិងអភិវឌ្ឍ PYD ឧបត្ថម្ភដោយទីភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចប្រតិបត្តិការអភិវឌ្ឍអន្តរជាតិ ACID និងអង្គការមូលនិធិសហប្រជាជាតិដើម្បីប្រជាជន UNFPA ផលិតដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបុរសល្អដល់តម្លៃឲ្យស្ត្រីជំរាបសួរនាងកញ្ញាលោកស្រីប្រិយមិត្តអ្នកស្ដាប់វិទ្យុស្ត្រី FM 102ជាទីគោរពរាប់អាននៅពេលនេះសូមគោរពអញ្ជើញស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីបុរសល្អក្រោមប្រធានបទតើប្រពន្ធល្អត្រូវចេះចាញ់ប្តីឬដែលមានខ្លឹមសារសំខាន់ដូចតទៅនេះចាជួបនឹងខ្ញុំវណ្ណានៅក្នុងកម្មវិធីបុរសល្អចាជារៀងរាល់សប្តាហ៍ប្រិយមិត្តបានជួបលោករស់គង់ប៉ុន្តែថ្ងៃនេះដោយសារតែលោកមានធុរៈផ្ទាល់ខ្លួនដូច្នេះនេះខ្ញុំចូលមកជំនួសលោករស់គង់ចាកម្មវិធីបរោះល្អដឹកនាំដោយក្រសួងកិច្ចការនារីសម្រួលដោយអង្គការសន្តិភាពនិងអភិវឌ្ឍហៅកាត់ថា PYD ឧបត្ថម្ភថវិកាដោយទីភ្នាក់ងារអេស្ប៉ាញសម្រាប់កិច្ចប្រតិបត្តិការអភិវឌ្ឍ ACID និងអង្គការមូលនិធិសហប្រជាជាតិដើម្បីប្រជាជន UNFPA កម្មវិធីបរោះល្អនៅថ្ងៃនេះយើងបានលើកយកប្រធានបទប្រពន្ធល្អត្រូវតែចេះចាញ់ប្តីឬមកពិភាក្សាដោយកម្មវិធីយើងមានកិត្តិយសបានការអញ្ជើញចូលរួមជាវាគ្មិនពីលោកផុនវុធាលោកគឺជាមន្ត្រីកម្មវិធីទប់ស្កាត់អំពើហិង្សាលើស្ត្រីនៃអង្គការ UN Women ចាដោយសារលោកមានវត្តមាននៅក្នុងបន្ទប់ផ្សាយហើយចានេះខ្ញុំសូមជំរាបសួរលោកវុធាចាបាទសូមជម្រាបសួរចាសុខសប្បាយដែរទេចាបាទសុខសប្បាយធម្មតាចាអរគុណច្រើនចំពោះលោកវុធាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីនៅក្នុងថ្ងៃនេះចាឥឡូវនេះសូមបង្វែរអារម្មណ៍នាងកញ្ញាលោកស្រីក៏ដូចជាលោកវាគ្មិនស្ដាប់នៅល្ខោនវិទ្យុរឿងមិត្តអាកំបាំងភាគ2ដូចតទៅរឿងមិត្តអាចកំបាំងភាគ2មើលចៅចោះឲ្យតែបានមើលតុក្កតាក៏តាំងជក់ចិត្តចំហមាត់កអស់ហើយផ្ទះគ្នាគ្មានទូខ្សែកាបមិនសូវបានមើលតុក្កតាដល់តែបានមើលម្ដងក៏ជក់ចិត្តអញ្ចឹងហើយអេឲ្យវាសង្ស័យតែមានរឿងអីទៀតហើយរឿងអីហ៎ទើបមិនទាន់ឃើញមកយកកូនហើយអាណិតណាស់ឲ្យតារឿងគ្រួសារវាទុកឲ្យវាដោះស្រាយទៅតែយ៉ាងម៉េចមានគ្រួសារណាដែលមិនចេះឆ្លោះគ្នានោះអ្នកខ្លះឆ្លោះណាស់កូនក៏ណាស់ដែរឲ្យរញងបន្តគ្នាទីបំផុតទៅវារស់នៅជាមួយគ្នាតលចាស់ព្រឹត្តចាស់ប្រេងកុំឃើញបែកបាក់អីផងប្រពន្ធល្អត្រូវតែចេះចាញ់ប្តីបានវាបានសុខតែជួនកាលខ្ញុំនឹងវាចេះតែបារម្ភចុះម៉ែវាឯងធ្វើបាយទឹកឆ្អិនហើយនៅបាយកំពុងតែផ្ងំចិត្តឆ្អិនហើយពុកវាស្លមជូរនិងខសាច់ជ្រូកចាំតែវតីមកពីសាលាដាក់ក្តៅទៅបានហើយមេសាបាទតាចៅឯងយកទូរស័ព្ទមកទូឲ្យតាបន្តិចមកបាទម៉ែវាមើលកម្ដៅសឡទៅណាពេលកូនមកឲ្យវាបានហូបត្មងចាអ្នកណាចេះលេខទូរស័ព្ទប្លែកអាឡូជំរាបសួរអាឡូពុកអាឡូបាទពុករ៉ាវុធថាមិនរ៉ាវុធហើយចុះបានលេខទូរស័ព្ទថ្មីមកពីណាទៀតហើយនឹងទិញថែមណាពុកនៅពេញស៊ីមទូរស័ព្ទថោកហ្នឹងកាញ់ទៅដូរថ្ងៃមុនតើអញមិនទាន់ចាំលេខផងក៏ដូរទៀតទៅហើយអញ្ចឹងហើយបានខ្ញុំទេប្រាប់ពុកមុនគេហ្នឹងហើយចុះកូនមានការអីដែរហ្នឹងពុកពុកឲ្យម៉ែផ្ញើលុយខ្ញុំខ្លះមកខ្ញុំត្រូវការលុយបងគូរៀនអង់គ្លេសពុកឥឡូវចិត្តអស់ហើយអញថាលុយមែនលុយទៀតហើយលុយ200000ទៅផ្ញើអាទិត្យមុនសោះហ្នឹងអស់ទៀតចាំប៉ាឲ្យម៉ែឯងផ្ញើទៅឲ្យអញ្ចឹងប៉ុណ្ណឹងសិនណាពុកបាយខំប្រឹងរៀនសូត្រណាកូនឲ្យគ្រួសារយើងបានខ្ពស់មុខខ្ពស់មាត់ផងអាឡូវាបិទបាត់ទៅហើយរៀនសូត្រមិនដឹងជាម៉េចអាម៉ាទេដឹងតែពីសបាយនឹងចាយលុយមិនអាណិតម៉ែឪសោះអញ្ចឹងណោះ
ក្មេងផុសវាតែអញ្ចឹងហើយដៃទលេងមិនបិទបៀតដូចក្មេងស្រីទេតែវាថាសុំលុយបងរៀនគូអង់គ្លេសអីផងណោះម៉ែវាឯងផ្ញើទៅឲ្យវាទៅកូនប្រុសមានតែមួយផងចាពុកវាអីបតីគ្រាន់មកដល់ផ្ទះម៉េចថ្ងៃហ្នឹងណោះចៅណោមីងតៃមកពីសាលាវិញហើយណោណាមីងតៃនោះមីងតៃមកនោះតានោះអាយ៉ាថ្ងៃហ្នឹងតែងខ្លួនស្អាតម៉េះនេះអាទិត្យមុនមិនអត់ឃើញមកលេងជាមួយមីងនឹកក្មួយខ្លាំងណាស់ពួកខ្ញុំនឹកមីងតៃដែរអូអញ្ចឹងផងបាទចេះចិត្តតានឹកមីងអត់នឹកដែរនឹកប៉ុណ្ណាធ្វើដៃមើលនេះធំមើលនេះអូចាអរគុណមីងទៅផ្លាស់កៅអៅសិនណាហើយចាំមីងចិត្តម្នាស់ឲ្យញ៉ាំបាទមីងថ្ងៃហ្នឹងមិនក៏យូរម៉េះកូនអូខ្ញុំជិះម៉ូតូឈៀងចូលផ្សារហើយក៏ឃើញម្នាស់ល្អទិញបាន2-3ផ្លែម៉ែមើលនេះធំល្អណាមើលចិត្តហូបឥឡូវខ្លះទៅណាចាពុកម៉ែក្មេងៗមកយូរនៅម៉ាក់វាអត់មកទេហើយម៉ាក់វាយកមកផ្ញើថារវល់រហូតដល់ឥឡូវអត់ឃើញមកអើតកូនសោះកុំតែខ្លាចយប់ឡើងជាតាយំហមម៉ាក់កុំអីឲ្យពួកវាដេកនៅនឹងហ្មងគីតានឹកម៉ាក់អត់ឃើញម៉ាក់មកសោះចាំបាយហើយចាំមីងជូនទៅផ្ទះណាក្មួយបាទមីងចុះវាទៅណាវាផ្ទះស្ងាត់ឲ្យឈឹងមែនអត់នៅផ្ទះមែនចាំមើលតាមកដឹងគ្នាហើយចាក់សោផ្ទះទៅណាវាដឹងតែប្តីមកដែរហិចហើតាណាបាត់អីចេះហ្នឹងវៃសូមអភ័យទោសលេខដែលលោកអ្នកហៅមិនមានការឆ្លើយតបទេទូរស័ព្ទហ្នឹងក៏បិទទៀតដឹងប្រកាច់ទៅរកអាណានៅណាទេនេះយ៉ាប់ទៅហ្មងអូមកហើយតាយើតែងខ្លួនស្អាតបាតទៀតម៉េចថ្មនឹងទៅមកពីណាហ៎ស្អីលឺអញសួររនឹកភូមិមិនតាន់ឃើញមែនទេខ្ញុំរវល់ស្អីហ៎រវល់ស្អីជាងការងារផ្ទះសបាយបាយទឹកប្តីហ៎បាយទឹកកូននេះអត់គិតទេទូរស័ព្ទទៅក៏បិទទៀតម៉េចខ្លាចអញទេរំខានមែនទេមែនទេខ្ញុំមានអីចង់ដោះសារហ៎ហើយជួយណាកូននៅផ្ទះម៉ែអីគេផ្ទះម៉ែឃើញទេខ្លួនឯងតែងខ្លួនដើរលេងហើយប្រវេសកូនយកទៅទុកនៅផ្ទះម៉ែនាងឯងចង់ក្បត់ទេខ្ញុំគ្មានដើរលេងហើយក៏គ្មានក្បត់អីដែរមើលខ្ញុំក្នុងផ្លូវល្អខ្លះបានទេមួយម៉ាត់ណាក៏ក្បត់មួយម៉ាត់ណាក៏ក្បត់បើអញ្ចឹងទៅណាហ៎មិនក៏មិននិយាយទៅម៉េចតាមចម្រិតសួរខ្ញុំអ្នកទោសមែនទេសំដីក្អេងផងប្រពន្ធហ៊ានក្អេងកាងដាក់ប្តីផងហ៎ហ៊ានក្អេងក្អាងឈប់ទៅឯងគ្មានសិនមកវាធ្វើបាបខ្ញុំបាននេះទេខ្ញុំក៏ជាមនុស្សដូចឯងដែរមិនមែនជារបស់សម្រាប់ឯងផ្ទះតបសើចតែអញ្ចឹងនោះឯងស្អីចេះស្អីមកពីណាមកនិយាយរឿងច្បាប់អីដាក់អញហ្នឹងប្រពន្ធអញចង់វាយស្មានណាក៏បានដែរគ្មានអាណាហ៊ានធ្វើអីទេចង់ខ្លាំងហ៎ឈប់សិនបងដឿនឯងមិនវាយបងខ្ញុំទៀតហើយជាបងឯងតែជាប្រពន្ធអញចង់ធ្វើអីក៏បានដែរទោះគាត់ជាប្រពន្ធជាកូនបងក៏ដោយក៏បងគ្មានសិទ្ធិវាយធ្វើបាបគាត់ចឹងដែរក្មេងតំកើតមួយថ្ងៃនៅសក់ចង់បដៅអញផងខ្ញុំដឹងថាបងតែងតែធ្វើបាបបងស្រីខ្ញុំតែគាត់ខំប្រឹងលាក់មិនឲ្យគេដឹងថាបងឯងអាក្រក់ទង្វើដែលបងលឿនឯងធ្វើនឹងគឺមិនត្រឹមត្រូវតតែសោះហើយវាខុសនឹងច្បាប់ទៀតប្រាប់អញជារឿងគ្រួសារអញឯងនឹងកុំចេះ
មិនបាច់មកប្រាប់អញទេរឿងគ្រួសារបងប៉ុន្តែគាត់ជាបងស្រីខ្ញុំហើយក៏ជារឿងសង្គមទាំងមូលដែរស្អីរឿងសង្គមស្អីមិនចាំបាច់មកបកស្រាយអីទេតោះស្រាយតែអញចេញទៅវិញទៅចេញបាច់ដាច់ទេបងភាពជីតាមេសាតោះទៅវិញអញចង់នាំពួកគេទៅណាហ៎ខ្ញុំទុកសាច់ឈាមខ្ញុំឲ្យមកឯងវាយដំស្រេចទាំងចិត្តហ្នឹងឯងទៅរហូតឯងស្មានគិតបានរហូតហ៎ក្មេងៗដេកលក់អស់ហើយចាលក់អស់ហើយពុកហើយលឿនវារករឿងវាតបឯងព្រោះតែរឿងអីទៀតហើយហ៎ក្នុងគ្រួសារខ្ញុំដែរឃើញរឿងធំខ្លាយជារឿងតូចហើយរឿងតូចខ្លាយជាអត់រឿងនោះឯងមានតែអត់រឿងធ្វើឲ្យមានរឿងតូចខ្លាយជាធំរឿងធំកើតជាវាយតបតែអញ្ចឹងព្រឹកមិញឯងយកកូនមកទុកនឹងពុកម៉ែហើយមិនធ្វើបាយទឹកហូបឯងទៅណាហ៎សុំទោសខ្ញុំអាចប្រាប់ពុកម៉ែបានទេរឿងរ៉ាវអាចដោះស្រាយបានលុះត្រាតែដឹងការពិតហើយបើសំបីតែយើងជាម៉ែជាឪឯងមិនអាចប្រាប់បានតើនឹងដោះស្រាយយ៉ាងម៉េចខ្ញុំជឿជាក់ថាបងភាពជាមនុស្សធំធៅគាត់មិនធ្វើអីផ្ដេសផ្ដាសដោយបង្ដឿនចោតប្រកាន់នោះទេអ្វីដែលវាមិនចូលចិត្តឯងគួរតែប្រយ័ត្នប្រយែងបន្តិចទៅបើមិនអញ្ចឹងរឿងវាចេះតែកើតឡើងរហូតហ្នឹងខ្ញុំស៊ូទ្រាំអត់ធ្មត់រាប់ឆ្នាំមកហើយពុកចុះពុកគិតថាឲ្យគាត់អត់ធ្មត់រហូតអញ្ចឹងមែនព្រោះតែគាត់អត់ធ្មត់ហ្នឹងហើយបានជាគាត់រងគ្រោះតែរហូតហ្នឹងហើយចុះគ្រួសារណាដែលគ្មានរឿងនោះវាជារឿងផ្ទៃក្នុងគ្រួសារនីមួយគ្រួសារដទៃក៏ប្រហែលជាមានរឿងដូចតែយើងអញ្ចឹងដែរតែគេមិនឲ្យយើងដឹងហ្នឹងណាអញ្ចឹងហើយបានជាចាស់ពោលថាកុំឲ្យនាំភ្លើងក្នុងទៅក្រៅនឹងនាំភ្លើងក្រៅមកក្នុងរឿងភ្លើងក្រៅភ្លើងក្នុងនោះខ្ញុំអត់សូវដឹងទេតែរឿងប្រើអំពើហិង្សានេះជារឿងខុសច្បាប់ហើយវាមិនត្រឹមតែនាំឲ្យវិនាសក្នុងគ្រួសារតែប៉ុណ្្នឹងទេគឺវាប៉ះពាល់ខូចខាតដល់សង្គមទាំងមូលដូច្នេះហើយយើងត្រូវតែលុកដៃរឿងនៅក្នុងគ្រួសារយើងសោះមិនក៏ប៉ះពាល់ដល់សង្គមចុះពុកម៉ែគិតមើលរឿងក្នុងគ្រួសារបងភាពតែប៉ះពាល់ដល់អារម្មណ៍ខ្ញុំពុកម៉ែមាននរណាដែលសប្បាយចិត្តនឹងរឿងនេះអត់កូនគាត់ក៏មានអារម្មណ៍មិនល្អហើយមើលអាយុប៉ុណ្ណឹងឯងអត់តន់ចូលសាលាទៀតមិនត្រឹមតែប៉ុណ្ណឹងទេវាអាចប៉ះពាល់ដល់អនាគតរបស់ពួកវាជាពិសេសគឺវាមិនអីទេមិនអីទេពុកនឹងគ្រាន់តែជាចំណុចតូចមួយចុះបើគ្រោះថ្នាក់ដល់ដេកពេទ្យត្រូវព្យាបាលមិនត្រូវអស់លុយចុះបើគ្រោះថ្នាក់ប៉ះចំសរសៃប្រសាទឬក៏ពិការមួយជីវិតទៅវិញនោះយើងត្រូវធ្វើម៉េចនេះមិនទាន់និយាយដល់គ្រោះថ្នាក់ដល់ស្លាប់ផងធ្វើម៉េចបើដល់ដំណាក់កាលហ្នឹងមានតែជួយមើលថែវាហ្នឹងហើយដែលខ្ញុំគិតថាប៉ះពាល់ធ្ងន់ធ្ងរចុះបើឈានដល់ស្លាប់ប្តីត្រូវជាប់គុកកូនវានឹងខ្លាចជាយ៉ាងណាតែម៉ែគិតថាវាមិនហ៊ានដល់ថ្នាក់ហ្នឹងទេថ្ងៃនេះមិនហ៊ានប៉ុន្តែថ្ងៃក្រោយមិនប្រកាសទេម៉ែដោយដែលយើងបានឃើញនិងស្ដាប់តាមប្រព័ន្ធផ្សព្វផ្សាយរាល់ថ្ងៃអញ្ចឹងចានក្នុងរាវវាតែងដំគ្នាអញ្ចឹងហើយគ្រាន់តែតិចឯងច្រើនតែប៉ុណ្្នឹងតែខ្ញុំគិតថារឿងក្នុងគ្រួសារខ្ញុំធ្ងន់ធ្ងរពេកហើយមិនគ្រាន់តែចានក្នុងរាវរំដំមួយហើយចុះឥឡូវឯងគិតចង់ធ្វើម៉េចខ្ញុំតែងតែអត់ធ្មត់នឹងផ្ដល់ឱកាសឲ្យគាត់តែមិនដែលឃើញគាត់កែប្រែសោះហើយកាន់តែយ៉ាប់ទៅអញ្ចឹងហ៎ខ្ញុំចង់បន្តរស់នៅជាមួយគាត់ទៀតទេហើយឯងមិនអាណិតកូនឯងទេអីខ្ញុំថាបើរស់នៅក្នុងហិង្សាបែបនេះទើបរឹតតែគួរឲ្យអាណិតទៅទៀតពុកម៉ែមើលវាពីរនាក់នឹងចុះមិនទាន់ដឹងក្តីផងមួយថ្ងៃឃើញតែហិង្សានៅនឹងមុខណែខ្លាចជាស្រីមេម៉ាយវាចំណាយមាត់ញៀតកូនគ្មានឪហៅក៏ពិបាកដែរចាំពុកទៅនិយាយវាឯងអត់ធ្មត់បន្តិចទៀតទៅហើយនៅនឹងពុកម៉ែមួយថ្ងៃពីរទៅដល់តែវាបាត់ខឹងវានឹកប្រពន្ធនឹកកូនវាមកអង្វរសុំទៅវិញមិនខានទេប្តីប្រពន្ធតែអញ្ចឹងឯងមុខបងហើមខ្លាំងណាស់ចាំខ្ញុំស្អំស្រាបល័យឲ្យសិនហើយព្រឹកស្អែកខ្ញុំនឹងជូនទៅមណ្ឌលសុខភាពហើយកូនហើយកូន
អាណិតកូនណាមិនដឹងជាកម្មពៀវរីអីបានជាជួបប្តីអញ្ចឹងហើយដឹងជាកម្មពៀអីទេម៉ែសម័យនេះហីល្មមដេកទៅកូនចាំស្អែកចាំគិតទៀតពុកម៉ែទៅសម្រានមុនចាខ្ញុំនៅស្អមមុខមកសតុទៀតអញ្ចឹងម៉ែទៅដេកមុនឯណាកូនអញ្ចឹងបងស្អមទៀតសិននៅខ្ញុំទៅដេកចិត្តមេសានិងចិតាមានការអីបងហៅខ្ញុំបងដឹងហើយបតីចាទូរស័ព្ទឯងមានលុយហ៎បងសុំប្រើបន្តិចមកព្រោះទូរស័ព្ទបងអត់បានញ៉ាំមកវាផ្ទះទេនេះបងចុះបងគិតតែទៅណានឹងយប់អីតែបង្ដឿនមែនអត់ទេបងតែមិត្តភក្តិបងមានការបន្តិចបងតែរៀនហាលវិញគ្រាន់តែជាជាងនេះបន្តិចចាយប់ពេលរំខានក៏តែដឹងណោះសូមអភ័យទោសលេខដែលលោកអ្នកហៅមិនមានការឆ្លើយតបទេ Sorry រតនាទៅណាអញ្ចេះបានជាទូរស័ព្ទនៅក្រៅសេវាឬក៏ពេលយប់សម្រាប់នាងបាត់ទូរស័ព្ទហើយចុចទៅលោកប្រាថ្នាតែមិនសមទេដឹងតែគាត់ថាបើមានការអីទូរស័ព្ទទៅគាត់ទោះយប់ក៏ដោយចុចទៅគាត់សិនមិនម៉ាចាំគិតទៀតអាឡូជំរាបសួរចាជំរាបសួរសុំទោសអ្នកណាគេហ្នឹងខ្ញុំគឺសុភាពដែលបងជួយការពីព្រឹកមិញនោះសុភាពទេអីពេលស្ដាប់សំឡេងតាមទូរស័ព្ទទៅវាប្លែកអញ្ចឹងទើបចាំសំឡេងមិនបានហ្នឹងណាបងសម្រាប់ឲ្យមែនទេនៅទេមិញរវល់បន្តិចទើបក្របបានលើកទូរស័ព្ទណាខ្ញុំរំខានទេមិនអីទេធម្មតាថ្មហ្នឹងខ្ញុំមិនទាន់សម្រាប់ទេមិនឆ្លើយពេលទៅដល់ផ្ទះហើយបញ្ហាដូចដែលខ្ញុំបានប្រាប់បងអញ្ចឹងថ្ងៃណាក៏មានរឿងដែរគាត់និយាយទូរស័ព្ទមួយណាគេអញ្ចេះចុះយប់នេះសុភាពសម្រាប់នៅផ្ទះមែនទេអត់ទេខ្ញុំឲ្យសម្រាប់នៅផ្ទះពុកម៉ែខ្ញុំត្រូវហើយបើមានរឿងសុភាពគួរតែនៅឲ្យឆ្ងាយពីគាត់បន្តិចសិនកុំតតាំងប្រឈមមុខគ្នាជៀសវាងកុំឲ្យរងគ្រោះកាន់តែធ្ងន់ធ្ងរល្ងាចមិញក្រោយពេលចេញពីកន្លែងបងមកខ្ញុំសូវស្រួលខ្លួនខ្ញុំក៏ទៅពេទ្យលុះដល់ប្រឡប់ធំទើបខ្ញុំត្រឡប់ដល់ផ្ទះវិញគាត់ធ្វើបាបសុភាពទៀតមែនទេមែនហើយគាត់ព្រមអំពើហិង្សាទៀតហើយកុំតែប្អូនស្រីខ្ញុំទៅជួយខាត់តន់កុំអីមិនដឹងយ៉ាងណាទេចុះកូនមិនអីទេអីកូនវាភ័យយំពេញហ្នឹងពួកខ្ញុំក៏មកតែពុកម៉ែខ្ញុំទៅសុភាពសម្រាប់នៅនឹងសិនចុះចាំព្រឹកចាំជួបគ្នាបងប្រាថ្នាខ្ញុំគិតថាខ្ញុំអាចបន្តរស់នៅជាមួយគាត់ទៀតទេខ្ញុំចង់ដាក់ពាក្យលែងលះជាមួយគាត់សុភាពគិតមើលឲ្យច្បាស់សិនទៅអញ្ចឹងតើស្អែកខ្ញុំអាចជួបបងនៅម៉ោងម៉ានយ៉ាងយូរម៉ោង8ព្រឹកសម្រាប់អញ្ចឹងចុះអញ្ចឹងខ្ញុំលាសិនហើយបាទរាត្រីសួស្តីខ្ញុំលុបលេខទូរស័ព្ទនេះចោលសិនរឿងមិត្តអាថ៌កំបាំងដែលនាងកញ្ញាលោកស្រីទៅបានស្ដាប់នៅពេលនេះសូមស្លេះតែត្រឹមប៉ុណ្ណេះសិនសូមរងចាំស្ដាប់ភាគបន្តសូមអរគុណសំណួរសម្រាប់ផ្ញើសារចាប់រង្វាន់សំណួរតើប្រពន្ធល្អមានន័យដូចម្ដេចចំឡើយ1ត្រូវចេះចាញ់ប្តីស្ដាប់បង្គាប់ប្តីគ្រប់រឿងទាំងអស់2ហ៊ានផ្ដល់យោបល់កែលម្អប្រសិនបើប្តីធ្វើខុសនិងរួមចំណែកដឹកនាំគ្រួសារឲ្យរីកចម្រើនសូមចុចលេខ1ឬលេខ2រួចផ្ញើសារមកកាន់លេខ015 32 45 46និង011 37 34 39អ្នកនឹងអាចមានសំណាងទទួលបានរង្វាន់ពីកម្មវិធីយើងផ្ញើសារឥឡូវនេះមកប្រិមិត្តនឹងទទួលបានរង្វាន់ពីកម្មវិធីថ្ងៃនេះប្រិមិត្តកំពុងស្ដាប់ការចាក់ផ្សាយឡើងវិញកម្មវិធីបុរសល្អក្រោមប្រធានបទតើប្រពន្ធល្អត្រូវចេះចាញ់ប្តីឬ
ឥឡូវនេះខ្ញុំសូមចំណាប់អារម្មណ៍បន្តិចទៅលើសាច់រឿងមិត្តអាកំបាំងភាគ2នេះពីលោកវុទ្ធាចាសូមអញ្ជើញខ្លីៗចាបាទអរគុណច្រើនល្ខោនវិទ្យុដែលយើងបានចាប់ផ្សាយអំបញ្ញមិញនេះខ្ញុំចង់បង្ហាញពីចំណាប់អារម្មណ៍ថានៅក្នុងសាច់រឿងគឺមានគ្រប់ឈុតឆាកហើយបានបង្ហាញច្រើនតាក់ទងនឹងយើងហៅថាទស្សនៈចាស់ពីមុនមកដូចជាថាចានក្នុងរាវតែងតែរំដំឬក៏ថាកុំឲ្យនាំភ្លើងក្រៅមកខាងក្នុងឬកុំឲ្យនាំភ្លើងខាងក្នុងទៅចេញទៅខាងក្រៅចា៎ឬក៏ពាក្យមួយដែលឪពុករបស់សុភាពបាននិយាយទៅសុភាពថាខ្លាចជាស្រីមេម៉ាយចំណាយមាត់ជាតិអញ្ចឹងវាជាផ្នែកមួយដែលបង្ហាញពីពាក្យមួយចំនួននៅក្នុងខ្សែរឿងហើយអ្វីដែលសំខាន់ជាងនោះទៀតគឺបានបង្ហាញពីអំពើហិង្សានៅក្នុងគ្រួសារហើយមួយទៀតក៏បានបង្ហាញពីការចូលរួមដោះស្រាយរបស់ឪពុកម្ដាយខាងឪពុករបស់សុភាពក៏ដូចជាម្ដាយរបស់សុភាពក៏ដូចជាចូលរួមពីបងប្អូនរបស់សុភាពក៏ដូចជាយើងឃើញហើយមានមិត្តអាកំបាំងម្នាក់តើអ្នកនោះគឺជានរណាគេដែលតែងតែផ្ដល់យោបល់ក៏ដូចជាលើកទឹកចិត្តសុភាពនៅក្នុងកលៈសាសុភាពដែលគាត់ជួបនៅបញ្ហាអំពើហិង្សាក្នុងគ្រួសារជាពិសេសគឺត្រូវទទួលរងដោយការវាយដំពីប្តីរបស់គាត់ចាអរគុណច្រើនលោកវុទ្ធាចាអញ្ចឹងលោកសម្លឹងឃើញថានៅក្នុងសង្គមខ្មែរបច្ចុប្បន្នតើមនុស្សប្រុសនឹងឲ្យតម្លៃទៅលើពាក្យថាប្រពន្ធល្អទៅលើចំណុចអីខ្លះហើយបើយើងធៀបទៅនឹងទស្សនៈចាស់ពីមុនវិញយ៉ាងម៉េចដែរចាបាទអរគុណច្រើនសំណួរនេះគឺមានសារៈសំខាន់តកតទៅនឹងស្ថានភាពបច្ចុប្បន្នផងដែរដើម្បីខ្លាយជាប្រពន្ធល្អឬក៏យើងនិយាយមួយបែបទៀតថាភរិយាល្អគឺទី1តកតទៅនឹងការទំនាក់ទំនងនៅក្នុងគ្រួសារក៏ដូចជាជាមួយសង្គមផងដែរយើងឃើញថាគាត់អាចមានទំនាក់ទំនងល្អឬក៏សមរម្យជាមួយនឹងអ្នកដទៃជាមួយអ្នកជិតខាងហើយការទំនាក់ទំនងរបស់គាត់ក៏សំខាន់ផងដែរជាមួយនឹងស្វាមីឬក៏ប្តីរបស់គាត់ក៏ដូចជាកូនរបស់គាត់ផងដែរហើយនឹងទៅសង្គមខាងក្រៅមានសាច់ញាតិឬក៏អ្នកជិតខាងរបស់គាត់ឬក៏អ្នកណាគេដែលជាផ្នែកមួយដែលស្ថិតនៅក្នុងការទំនាក់ទំនងរបស់គាត់ហើយមួយទៀតតកតទៅនឹងទូនទីរបស់គាត់បណ្ដៃថាខ្លាចជាប្រពន្ធល្អគឺគាត់ត្រូវចូលរួមយ៉ាងសកម្មធ្វើម៉េចឲ្យគ្រួសាររបស់គាត់នឹងមានភាពរីកចម្រើនបាទហើយមួយទៀតអ្វីដែលខ្ញុំសង្កេតឃើញដែលចំណាប់អារម្មណ៍ខ្លាំងគឺថាយើងតែងតែគិតថាប្រពន្ធល្អគឺជាអ្នកដែលពូកែក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឬក៏យើងនិយាយមួយបែបថាប្រកែសំលុយសម្រាប់នៅក្នុងគ្រួសារគាត់គ្រប់គ្រងទាំងការចាយវាយចំណូលដែលបានមកវិញហើយគាត់គិតទាំងអស់តកតទៅនឹងការចាយវាយប្រចាំថ្ងៃប្រចាំខែក៏ដូចជាគាត់សន្សំទុកដើម្បីធ្វើអ្វីផ្សេងទៀតនៅថ្ងៃអនាគតហើយមួយទៀតអ្វីដែលល្អគឺគាត់នឹងត្រូវចេះគ្រប់គ្នាទៅវិញទៅមកគ្រប់ការសម្រេចចិត្តរបស់គ្នាទៅវិញទៅមកហើយមួយទៀតគឺចែករំលែកការងារផ្ទះក៏ដូចជាការងារផ្សេងដែលយើងអាចជួយបានចេះរៀបចំផែនការគ្រួសារឧទាហរណ៍ថាតកតទៅនឹងរឿងថាឆ្នាំក្រោយយើងចង់ធ្វើអីឬក៏3ឆ្នាំទៀតយើងចង់ធ្វើអីក៏ដូចជាផែនការតកតទៅនឹងយើងចង់មានបុត្រធីតាចង់មានកូនប្រមាណយើងមិនហើយបើសិនជាយើងមិនចង់បានតើយើងប្រើវិធីសាស្ត្រណាខ្លះដើម្បីទប់ស្កាត់យ៉ាងទៅហើយមួយទៀតអ្វីដែលល្អគឺជាប្រពន្ធល្អគឺត្រូវចេះត្រៀមខ្លួនដើម្បីដោះស្រាយនៅបញ្ហាដែលប្រឈមនាពេលអនាគតអ្វីដែលសំខាន់មួយទៀតគឺជាប្រពន្ធល្អគឺត្រូវចេះចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកបានន័យថាពេលខ្លះប្រពន្ធគាត់មានបទពិសោធន៍ល្អៗជាច្រើនគាត់ទៅចេះចែករំលែកទៅប្តីផងដែរហើយមួយទៀតគឺប្រពន្ធល្អគឺត្រូវហ៊ានផ្ដល់យោបល់កែលម្អនៅពេលដែលប្តីគាត់ធ្វើខុសហើយបើសិននៅក្នុងកលៈទេសៈមួយដែលលំបាកដែលគាត់មិនអាចធ្វើបានគាត់ត្រូវស្វែងរកអ្នកណាផ្សេងនៅជិតគាត់ដើម្បីជួយការពារគាត់ចាអរគុណច្រើនលោកវុទ្ធាចាដើម្បីឲ្យគ្រួសារមានសុភមង្គលតើប្តីប្រពន្ធនឹងត្រូវបំពេញតួនាទីដោយមិនដេចចាអរគុណច្រើនខ្ញុំគិតថាប្រហែលជាអ្នកស្ដាប់មានយោបល់ច្រើនជាងខ្ញុំតែខ្ញុំសូមបង្ហាញតែចំណុចសំខាន់មួយចំនួនទេគឺថាចំណុចទី1គឺតកតទៅនឹងថាគូស្វាមីភរិយានឹងត្រូវចេះធ្វើម៉េចឲ្យចេះកែប្រែស្ថានភាពឧទាហរណ៍ក្នុងកលៈទេសៈមួយដែលមានភាពតឹងតែងរវាងប្តីនិងប្រពន្ធនឹងយើងត្រូវចេះកែស្ថានភាពនឹងពីដែលថាអាក្រក់ទៅជាល្អឡើងវិញឬក៏យើងអាចនិយាយមួយបែបថាពីបញ្ហាដែលធំនឹងទៅជាតូចឬក៏តូចនឹងកុំឲ្យមានសោះមិនដែលយើងចេះកែប្រែស្ថានភាពឧទាហរណ៍ថាបើសិនជាប្តីនឹងគាត់ខឹងក៏ត្រូវចេះទប់កំហឹងរបស់គាត់ដោយការញ៉ាំទឹកឬក៏ចាក់ចេញពីកន្លែងដែលមានភាពតានតឹងជាមួយប្រពន្ធរបស់គាត់នឹងឬក៏ទៅហាត់ប្រាណឬក៏ចេញទៅខាងក្រៅទៅដើម្បីកុំឲ្យមានបញ្ហាណាមួយដែលมันអាចគ្រប់គ្រងបានចំណុចទី2គឺអ្វីដែលសំខាន់គឺត្រូវចេះយល់គ្នាទៅវិញទៅមកអធិស្ឋានគ្នាឲ្យទៅវិញទៅមកបើសិនជាប្រពន្ធធ្វើខុសយើងត្រូវចេះផ្ដល់នៅមតិកែប្រែឬក៏រិះគន់ដើម្បីស្ថាបនាហើយគ្រប់ការសម្រេចចិត្តគ្នាទៅវិញទៅមកហើយអ្វីដែលសំខាន់គឺតាក់ទងនឹងប្តីខ្ញុំចង់ផ្ញើសារទៅបរិះទាំងអស់គ្នាថានៅពេលដែលយើងខឹងត្រូវចេះទប់កំហឹងរបស់យើង
ការមានការវេដំឬក៏ផ្លូវកាយផ្លូវចិត្តឬក៏ផ្លូវភេទហ្នឹងយើងអាចទប់យើងអាចស៊ូទ្រាំបានហើយយើងត្រូវតែមានការរាយការណ៍ទៅដល់ស្ថាប័នពាក់ព័ន្ធដូចជាអាជ្ញាធរដែនដីមានមេភូមិមេឃុំរបស់យើងឬក៏ជនបង្គោលស្ត្រីទទួលបន្ទុករឿងបញ្ហាស្ត្រីនិងកុមារឬក៏ស្ថាប័នអង្គការឬក៏ខាងផ្នែកណារបស់រដ្ឋាភិបាលតែពាក់ព័ន្ធយើងអាចទៅរាយការណ៍ពួកគាត់ដើម្បីសុំជាជំនួយផ្សេងៗចាអរគុណច្រើនលោកវុធាចាដោយសារតែពេលវេលាយើងក៏បានមកដល់ទីបញ្ចប់ផងដែរនេះខ្ញុំក៏សូមអរគុណចំពោះលោកផុនវុធាដែលបានចូលរួមនៅក្នុងកម្មវិធីនៅក្នុងថ្ងៃនេះនៅពេលនេះនាងខ្ញុំវណ្ណារួមទាំងលោកវុធាដែលជាវាគ្មិននិងក្រុមការងារសូមអរគុណសូមជម្រាបលាការចាក់ផ្សាយឡើងវិញកម្មវិធីបរិះល្អក្រោមប្រធានបទតើប្រពន្ធល្អត្រូវចេះចាញ់ប្តីឬដែលនាងកញ្ញាលោកស្រីទៅបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ